បងប្អូនតែងតែឃើញវីដេអូបែបនេះនៅលើបណ្ដាញសង្គមត្រូវអត់ចឹងបើសិនណាបងប្អូនចង់ចេះធ្វើវីដេអូបែបនេះគឺ admin អាចបរិយាបងប្អូនបានឥឡូវកុំឲ្យខាត់ពេលយូរយើងទៅតាមដានទាំងអស់គ្នាតើវីដេអូបែបនេះយើងបង្កើតដោយរបៀបណាហើយបង្កើតដោយតាមកម្មវិធីអីអូខេឥឡូវយើងចូលទៅវីដេអូទាំងអស់គ្នាអូខេសួស្តីបងប្អូនអរគ្នាហ្នឹងហើយដើម្បីធ្វើបានដូចនៅដាំវីដេអូបាទធ្វើរបៀបធ្វើវីដេអូ AI អញ្ចឹងជាជំហានដំបូងបងប្អូនត្រូវមានកម្មវិធីបាទកម្មវិធីនេះមួយមកបាទឥឡូវវាងាយស្រួលខ្លាំងមែនតើបងប្អូនបាទកម្មវិធីសិតតែ free នេះកម្មវិធី Bing នេះបងប្អូនអាចទៅ down បាននៅក្នុង App Store ក៏បាន Play Store ក៏បានបាទបងប្អូនចូលមកក្នុងកម្មវិធីនេះមកហើយបងប្អូន sign in ជាមួយនឹង email យើងធម្មតាមកមាន mail មានអីយើង sign in ចូលមកបាទបន្ទាប់មកបងប្អូនចុចយកកន្លែងនេះមកនេះបាទចុចមកបងប្អូនទៅសេកន្លែងនេះមួយមកបាទទៅសេពីអ្វីយើងរៀបរាប់មកជាខ្មែរក៏បានជាអង់គ្លេសក៏បានបងប្អូនចេះទៅសេព្រមសេរៀបរាប់យើងចង់បានប្រភេទរូបភាពបែបម៉េចដើម្បីយករូបភាពបែបហ្នឹងទៅផលិតជាវីដេអូ AI ដើម្បីយកទៅបង្កើតព្រមបង្កើតអីអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំអត់នេះទេខ្ញុំចូលមកក្នុងកម្មវិធីខ្ញុំមានរូបភាពស្រាប់អញ្ចឹងខ្ញុំចូលមកក្នុងកម្មវិធី Chrome បាទបន្ទាប់មកខ្ញុំ search ពាក្យ AI Studio បាទនេះ Google AI Studio បាទបងប្អូន search ដូចខ្ញុំចឹងមកបាទចុចលើនឹងមកបាទបន្តមកទៀតបងប្អូនចុចនេះខាងលើគេហ្នឹងបាទចុចកន្លែងហ្នឹងមកដល់ត្រង់ចំណុចកន្លែងនេះបងប្អូនដែលមិនទាន់មាន email បាទបងប្អូន sign in វាទៅបាទសម្រាប់ខ្ញុំ sign in រួចរាល់ហើយអញ្ចឹងដើម្បី generate ចេញទៅជារូបភាពយើងត្រូវមានgenerate ចេញទៅជាវីដេអូយើងត្រូវមានរូបភាពមួយអូខេបងប្អូនចុចកន្លែងនេះមកត្រី3នេះបងប្អូនចុចពាក្យថាឆាតហ្នឹងត្រូវហើយបាទហើយបងប្អូនអូសឡើងមកលើឃើញសញ្ញាបូកនេះអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកហើយយកពាក្យ upload file ចុចយកពាក្យ photo នៅខាងលើបាទឥឡូវខ្ញុំជ្រើសរើសរូបមួយនេះបាទ add ចូលបាទរងចាំវាបន្តិចសិនឲ្យវាឈប់វិលនេះសិនទៅបាទបន្ទាប់មកយើងចុចសញ្ញាព្រួយនេះដើម្បីឲ្យវា generate ជា prompt ឲ្យយើងដើម្បីយើងយក prompt ហ្នឹងទៅបង្កើតជារូបភាពហើយបង្កើតជាវីដេអូអធិស្ឋានហើយការបង្កើតគឺនៅក្នុងកម្មវិធី Google Studio ហ្នឹងទេបាទឥឡូវយើងរងចាំវាបន្តិចសិនទៅវាកំពុងតែដំណើរការក្នុងការបង្កើត prompt ឲ្យយើងអីនេះបងប្អូនគឺលឿនខ្លាំងមែនតើឥឡូវវាចេញ prompt មកច្រើនណាស់បាទអញ្ចឹងដើម្បីនេះបានបងប្អូន copy មកប៉ុន្តែមិនបាច់ copy ទាំងអស់ទេមកកណាត់នេះមកបាទសូម copy កន្លែងនេះបាទចុចពាក្យថា copy បាទយើងមើលនេះ prompt វាទៅ save អែមតោះបងប្អូនចុចកន្លែង tray 3ម្ដងទៀតបាទចុចកន្លែងហ្នឹងមកហើយបងប្អូនយកពាក្យថានេះ generate media នេះបាទកន្លែងហ្នឹងមកបងប្អូនយកពាក្យ VEO បាទ VEO បាទយើង generate ទៅជាវីដេអូបាទហើយមកដល់ត្រង់ចំណុចកន្លែងនេះបងប្អូនផាសព្រមមិញចូលកន្លែងហ្នឹងមកបាទផាសមកបន្តមកទៀតបងប្អូនត្រូវមើលនៅខាងលើនេះបាទនៅខាងលើនេះគេដាក់នេះកន្លែងមានសញ្ញា3នេះបងប្អូនចុចកន្លែងហ្នឹងដើម្បីជ្រើសរើសទំហំណាមួយដែលយើងចង់បានបងប្អូនចង់បានបច្ឆោដាក់បច្ឆោចង់បានផ្ដេកដាក់ផ្ដេកមកហើយសម្រាប់ second គឺវាបាន8 secondចឹងបងប្អូនចង់បាន5ដាក់5 6ដាក់6 7ដាក់7មកសម្រាប់ខ្ញុំយក8អូខេចឹងសម្រាប់ resolution ឬក៏អីផ្សេងគឺវាកំណត់នៅក្នុងនឹង auto ហើយបាទអញ្ចឹងដើម្បី generate ចេញជាវីដេអូបងប្អូនចុចកន្លែងសញ្ញាព្រួយនេះមកបាទយើងរងចាំវាបន្តិចសិនទៅវាកំពុងតែ generate ជាវីដេអូឲ្យយើងហើយបាទតែសម្រាប់ VO2 នេះគឺវាអត់មានលើសំឡេងទេបាទឃើញបងប្អូនខ្លះគេធ្វើមានសំឡេងអញ្ចឹងចាំមើលវីដេអូក្រោយ admin នឹងចេញពី VO3 ព្រោះ VO3 អាចនឹងមានសំឡេងអញ្ចឹងណាកម្មវិធី Google ដូចគ្នាគ្រាន់តែថាឥឡូវគឺវានៅ free បាទទីគីឡូវាគិតលុយគិតអីគេទុកពេលឲ្យយើងមួយខែអញ្ចឹងណាប៉ុន្តែបើសម្រាប់កម្មវិធីនេះដូចជាមិនអីទេ VO2 គឺយើងអាច generate បានគ្រាន់តែថាវាអត់មានសំឡេងទេបាទអញ្ចឹងវាមានតែជាវីដេអូមកអត់សំឡេងអញ្ចឹងយើងអាចបញ្ចូលសំឡេងអីបន្ថែមអញ្ចឹងទៅណាបាទបងប្អូនអាចយកទៅធ្វើជា original post នៅក្នុង Facebook post នៅក្នុង page ក្នុង YouTube TikTok អីបានឥឡូវគឺវាបាន generate រួចរាល់ហើយបងប្អូនសូមរងចាំតិចបាទអូខេឥឡូវយើង play វាមើលតើវាទៅជាយ៉ាងណាបាទអូខេគឺលយខ្លាំងមែនតើបងប្អូនបាទគឺអែមមើលទៅ graphic គឺច្បាស់ល្អមែនតើបងប្អូនបាទ
គឺទេសភាពស្រុកស្រែបាទមានអ្នកស្រែកំពុងតែស្ទូងស្រូវអីចឹងទៅនិយាយពីថាមើលទៅគឺដូចពិតចឹងបងប្អូនបាទនិយាយរួមយើងមើលមួយ plate គឺយើងអត់ដឹងទេបងប្អូនបើសិនជាយើងមិនទាន់ល្បីថាមាន AI អញ្ចឹងគឺយើងគិតថាវាជាវីដេអូដែលគេបានទៅថតហើយអញ្ចឹងដើម្បី save វាបានបងប្អូនបាទអាចចុចកន្លែងសញ្ញាព្រួយនេះមកតោះមកចុចពាក្យថា save នេះបាទហើយចុចពាក្យថា save ហើយចុចពាក្យថា open បាទ open នេះមកហើយយើងយកពាក្យនេះពាក្យ download នេះយើងទៅរកមើលវីដេអូមិញនេះបាទយើងចុចលុនហ្នឹងមកបាទហើយយើងយកពាក្យនេះមកនេះហើយ save វីដេអូម្ដងទៀតគឺជាប់តែម្ដងបាទគឺអែមស្នេហ៍អញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនត្រូវការឲ្យ admin ធ្វើវីដេអូបង្ហាញពីអ្វីសូម comment នៅខាងក្រោមហើយកុំភ្លេចចុច subscribe